បបិទ្ធព្រះគុណព្រះករុណាគង់លើអាសនាដ៏សំរុំដឹកនាំទេសនាដល់យើងខ្ញុំដើម្បីអប់រំកាយវិចាព្រោះអីយើងខ្ញុំត្រូវលិចលង់ធ្លាក់ក្នុងអន្លង់4ប្រការអន្លង់ទី1គឺកាមាតែងទាញសត្វតាចូលកាមគុណអន្លង់ទី2ភវោខៈទាញសត្វទំលាក់ក្នុងទុក្ខធ្ងន់វិលកើតវិលស្លាប់ជានិរន្តរ៍ឥតមានស្រាក់ស្រានក្នុងភព3អន្លង់ទី3ទឹកថោខៈទាញសត្វទុំលាក់ក្នុងអវជ័យដោយទឹកថេយល់មិនប្របីបុណ្យក្តីបាបក្តីឥតអំពើអន្លង់ទី4អវិជ្ជាបាំងសត្វនានាឲ្យស្ទាំងស្ទើនាំសត្វវង្វេងមិនឲ្យធ្វើអំពើបុណ្យទានសិលភាវនីហេតុនេះព្រះគុណ
ព្រះករុណាគង់លើអាសនាព្រះធម្មីដឹកនាំយើងខ្ញុំទាំងអង្គគ្នាឡើងជីញ៉ាព្រះត្រៃលក្ខកំចាត់កិលេសនឹងតណ្ហាព្រមទាំងអវិជ្ជាដោយអរិយមគ្គកាច់បំបាក់បង់សង្សារចក្រចូលកាន់អមតៈនឹបពេល